សួស្តីកូនៗទាំងអស់គ្នាជួបជាមួយលោកគ្រូទៀតហើយនៅមេរៀនទី42ពេលភ្ញៀវមកលេងផ្ទះអំណានអញ្ចឹងកូនដែលពុំទាន់បានចុច Subscribe កូនចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូថ្មីៗពីលោកគ្រូតោះអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរនោះកូនទាំងអស់គ្នាមកធ្វើការអានអំណានរបស់យើងជាមួយលោកគ្រូចាប់ផ្ដើមអានអំណានទាំងអស់គ្នាជាមួយលោកគ្រូថ្ងៃមួយមានភ្ញៀវមកលេងផ្ទះម៉ានីក្រោយពីរាក់ទាក់ជាមួយភ្ញៀវរួចម្ដាយម៉ានីក៏ហៅកូនលោកពូឯងអញ្ជើញមកលេងម៉ានីស្ទុះស្ទាចេញពីក្នុងផ្ទះមកដោយត្រេកអរម៉ានីជំរាបសួរលោកពូខ្ញុំនឹកលោកពូណាស់តើលោកពូសុខសប្បាយឬទេពូរបស់ម៉ានីញញឹមហើយតបវិញក្មួយពូចេះណាស់ពូក៏នឹកក្មួយណាស់ដែរពូសុខសប្បាយជាធម្មតាទេនេះជារបស់ដែលពូយកមកផ្ញើក្មួយម៉ានីសំពះទទួលដោយដៃពីររួចឆ្លើយថាអរគុណពេលភ្ញៀវកំពុងនិយាយគ្នាជាមួយម្ដាយម៉ានីបានទៅចាក់ទឹកដាក់កែវកាន់ដើរមកជិតរួចជូនទឹកទៅភ្ញៀវដោយដៃទាំងពីរព្រមទាំងពោលតិចអញ្ជើញពិសាទឹកលោកពូរបស់ម៉ានីទទួលយកទឹករួចតបអរគុណក្មួយមុនពេលត្រឡប់ទៅវិញពូរបស់ម៉ានីសរសើរម៉ានីថាជាក្មេងល្អចេះគួរសមបាទអំណានរបស់យើងបានបញ្ចប់ហើយកូនដែលពុំទាន់អានស្ទាត់ជំនាញកូនអាចចាក់សារឡើងវិញរួចអានជាមួយលោកគ្រូម្ដងទៀតឲ្យបានច្រើនសារដើម្បីកូនឆាប់ចេះឆាប់ចាំនិងអានបានស្ទាត់ជំនាញក្រោយពីកូនបានអានរួចកូនកុំភ្លេចចុច Subscribe ចុចសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូមេរៀនថ្មីៗពីលោកគ្រូមុនគេ